សួស្តីអ្នកទាំងអស់គ្នាtrongថ្ងៃនេះអ្នកខ្ញុំសូមយកចំណងជើងរឿងមួយដែលមានចំណងជើងថាសំណងចិត្តម៉ាហ្វៀមកនៅទីដល់អ្នកទាំងអស់គ្នាស្ដាប់ភាគទី1នេះជារូបរបស់កូនស្រីគីមយុងបាបរិះរៀងខ្ពស់សសង្ហាទទួលយករូបថតដែលមានទំហំប៉ុនកាតបោះស្ដាមកមើលនារីនៅក្នុងរូបថតអាយុប្រហែលជាមិនលើសពី18ឆ្នាំសក់ខ្មៅក្រឹបវែងរលោងគ្រប់ទម្រង់មុខរៀងពងក្រពើចិញ្ចាំតោះឆ្មាភ្នែកពណ៌ត្នោតមានពន្លឺយ៉ាងតាក់ទាញរោមភ្នែកក្រាស់វែងស្រមោលស៊ុយស៊ីគ្នានឹងបបោះមាត់ពណ៌ផ្កាឈូកព្រឿងពីធម្មជាតិស្នាមញញឹមសតុនរបស់នាងមានឥទ្ធិពលតាក់ទាញធ្វើឲ្យបរោះលើផែនដីដេកដួលនៅក្បែរជើងសរុបមកនាងគឺជានារីដែលស្រស់ស្អាតអត់ថ្នាក់មិនទាន់ទាំងអស់ធំផងសោកស្អាតប៉ុណ្ណឹងទៅហើយដឹងអាស័យដ្ឋានរបស់នាងហើយឬនៅបាត់ទីនគឹមយកបាពិតជាមានល្បិចខ្ពស់ណាស់គេលាក់បាំងកូនស្រីគេដល់បញ្ជូននាងទៅជប៉ុនតាំងពីនៅតូចហើយស្ទើរតែមិនដែលទៅជួបកូនស្រីសោះនាងមកសុកកំណើតតែមួយឆ្នាំម្ដងប៉ុណ្ណោះនៅក្នុងថ្ងៃគម្រប់ខួបថ្ងៃមរណៈរបស់ម្ដាយនាងអត្តក្រោយនេះនាងប្រហែលជាមកស្រុកយើងហើយអញ្ចឹងទៀតទៅបានជាហ៊ានចូលរំខ្លះសំឡេងរបស់បរោះជាចវាយស្ដាប់មកទៅរាបស្មើខុសពីកៅភ្នែកកោងកាយចវាយប្រងគិតយ៉ាងណាដែរយ៉ងហ៊ីទៅលាស់រូបថតនៅក្នុងដៃរបស់គេតិចហាក់ដូចជាកំពុងតែកិនគេសម្លឹងមើលទៅរូបថតម្ដងនោះទៀតដោយកៅភ្នែកដូចជារិះគសីមើលទៅស្រមោលហើយងាកមករកកូនចៅចំណិតដែលឈររងចាំទទួលបញ្ជាយ៉ាងស្ងាត់ស្ងៀមទាំង3នាក់តាមខ្លងមើលគឹមយុបាវាច្បាស់ជាតាក់ទងទៅកូនស្រីមិនខន្តីយ៉ងហ៊ីសម្លឹងមើលរូបថតម្ដងទៀតបាត់អាកាសយានដ្ឋាននៅប៉ែកសម្រាប់អ្នកធ្វើដំណើរចូលពេញទៅដោយមនុស្សជាច្រើនមានទាំងជនបរទេសមានទាំងអ្នកនៅក្នុងស្រុកដើរទៅយ៉ាងខ្វាត់ខ្វែងអ្នកខ្លះមករកចាំញាតិមិត្តចំណែកអ្នកខ្លះទៀតឈរអារកមើលអ្នកមកទទួលដូចគ្នានឹងនារីម្នាក់ឈររកមើលអ្នកដែលនាងបានដាក់ទុំមកដល់សោះស្អាតរបស់នាងធ្វើឲ្យមនុស្សម្នាក់ដែលដើរកាត់ទៅមកអត់មិនបាននឹងងាកមើលនាងដើរវើទៅវើមកចាប់ដើរបង្ហាញពីការរសែរសោះក្រោយពីមើលនាឡិកាដែលបង្ហាញឲ្យឃើញពីការលើសម៉ោងណាត់1ម៉ោងទៅហើយមិនក៏នៅតែមិនទាន់មកទីក្តីកង្វល់បាត់ទៅភ្លាមនៅពេលភ្នែករបស់នាងមើលទៅកាន់បរិសម្នាក់ដែលមានអាយុប្រហែលជា50សពផតថ្នោតពាក់មួកបិទបាំងព្រមទាំងពាក់វ៉ែនតាខ្មៅធំដូចជាពាក់ដើម្បីប៉ះម៉ូតរបស់គេច្រើនជាងក្នុងគោលបំណងផ្សេងគ្រាន់តែក្លេកឃើញអ៊ីនឆងក៏ចំណាំងគេបាននាងញញឹមពព្រាយហើយអូវ៉ាលីទៅរកបរិសម្នាក់នោះក្តីរីករាយក្នុងការបានជួបគ្នាធ្វើឲ្យនាងមិនបានសង្កេតពីរឹកពីលឹបលោនឹងកៅភ្នែកដែលកលេសកលាប់ទៅមកគ្រប់ពេលបរិសចំណាស់នោះសោះអ៊ំសោកសួស្តីនាងអនក្បាលគោរពសួស្តីអ្នកនាងអ៊ំសោកអនក្បាលគោរពដាក់នាងទៅវិញហើយនាងយកវ៉ាលីទៅកាន់នោះក៏ចាប់ដៃរបស់នាងដាក់ចេញទៅក្រៅដល់បញ្ញារហូតនាងឆ្ងល់នឹងរឹកពីចម្លែកនេះអ្នកនាងពួកយើងញ៉ាប់ឆាប់ទៅឡើងសិនទៅអ្នកនាងអ៊ំសោកដូចខ្នងរបស់នាងឲ្យឡានចំណែកវ៉ាលីរបស់នាងទៅបានក្រវែងទៅកៅអីឡានក្រោយហើយឡើងក៏បើកចេញទៅយ៉ាងរហ័សមានការអីមែនអ៊ំនាងសួរដោយការឆ្ងល់គ្មានអីទេអ្នកនាងជិះយន្តហោះដល់ទៅ5ទៅ6ម៉ោងខ្ញុំចង់ឲ្យអ្នកនាងបានសម្រាប់អ៊ំសោកឆ្លើយប៉ុន្តែភ្នែកមើលទៅកញ្ចក់ឡានស្ទើរតែគ្រប់ពេលឡានបានបើកនៅលើផ្លូវដែលបត់ទៅមករហូតនាងចំណាំផ្លូវលេងបានឡានបត់ចូលមកចតនៅក្នុងផ្ទះមួយខ្នងដែលមានរបងបិទជិនពិបាកនឹងឲ្យអ្នកខាងក្រៅមើលចូលមកបានជាហេតុធ្វើឲ្យអ៊ីនឆងឆ្ងល់ព្រោះនេះមិនមែនជាផ្ទះដែលនាងធ្លាប់នៅកាលពីក្មេងនោះទេផ្ទះណានឹងហេតុអ្វីក៏មិនទៅផ្ទះរបស់យើងពេលនេះពួកយើងមិនទាន់អាចទៅនៅទីនោះបានទេចូលទៅខាងក្នុងសិនទៅណានាងហេតុអ្វីចេះដល់ផ្ទះកំពុងតែជួសជុលឆ្នាំមុនដូចជាអត់មានអីផងហ្នឹងលោកប្រុសឲ្យជាងមកជួសជុលសាងសង់បន្ថែមអ្នកនាងសម្រាប់នៅក្នុងបន្ទប់នេះហើយអ៊ីនឆងមិនតបានសួរអីច្រើនផងសម្លេងទូរស័ព្ទគូរ៉ូឡើងអ៊ំសោកមកទៅទូរស័ព្ទដូចក៏ចុចទទួលបាត់ទៀនអ្នកនាងនៅទីនេះបាត់ទៀនអ៊ំសោកហើយទូរស័ព្ទឲ្យទៅអ៊ីនឆងអាឡូប៉ាចាហើយ
ប៉ានៅឯណាហ្នឹងសង្ហបរិយប៉ាមកវិញអង្គការចាខ្ញុំយល់ចាជំរាបលាសម្លេងរបស់អ៊ីនឆងដែលលឺតិចជាងមុនធ្វើឲ្យអ៊ំសោកមើលទៅនេះដល់ក្តីអាណិតខំជាយន្តហោះមកលេងតែបែរជាមិនបានជួបនឹងឪពុកអ្នកនាងលោកប៉ាមានកិច្ចការសំខាន់ចាប់កិច្ចការហើយគាត់នឹងមករកអ្នកនាងហើយខ្ញុំខានជួបប៉ាមួយឆ្នាំទៅហើយប៉ាធ្វើការងារមិនដែរចាប់អារម្មណ៍នឹងខ្ញុំសោះមិនមែនអញ្ចឹងទេលោកប្រុសស្រឡាញ់អ្នកនាងណាស់គាត់ធ្វើគ្រប់យ៉ាងក៏ដើម្បីតែអ្នកនាងដែរអ៊ីនឆងដកដង្ហើមធំតាំងពីតូចរហូតមកដល់ធំរាល់លើនៅពេលនាងទន្ទឹងរង់ចាំការវិលត្រឡប់មកវិញរបស់ឪពុកអ៊ំសូតែងតែនិយាយលួងលោមនាងដល់ពាក្យនេះជានាងដឹងតែថាមុខចំនួនរបស់ប៉ានាងគឺជាមុខចំនួននាំចេញនាំចូលតែមិនដឹងថាហេតុអ្វីបានជាប៉ារបស់នាងបើមានញើសស្ទើរតែគ្រប់ពេលមិនតែប៉ុណ្ណោះថែមទាំងបញ្ជូននាងទៅរៀនឆ្ងាយពីខ្លួនរបស់ឡើយប៉ារបស់នាងទៅលេងនាងខ្លះដែរប៉ុន្តែមួយរយៈចុងក្រោយនេះគាត់បានតាមតែទូរស័ព្ទទៅលេងនាងដែលស្ទើរតែអាចរាប់ដងបានហើយអ៊ំខ្ញុំធំហើយក៏ធំនឹងអាចដឹកអ្វីបានហើយដែរបាទតែនាងរបស់អ៊ំធំពេញក្រមុំហើយក៏ស្អាតជាងមុនណាស់ដែរអ៊ំសោកធ្វើជាមិនយល់ពីអត្ថន័យនៃពាក្យសម្ដីដែរនាងនិយាយដោយក៏រញ៉ាំបបឌីដាក់នាងហើយចាប់តាមពិនិត្យមើលទម្រង់មុខដ៏ស្រស់ស្អាតនេះមែនហើយតែនាងរបស់គេធំពេញក្រមុំហើយពេកបើគាត់ធំប៉ុណ្នេះទៅហើយលោករៀនរបស់ក្មេងស្រីក្រងសឈរអបតុកតាកញ្ចាស់នៅមាត់ទ្វាររងចាំឪពុកត្រឡប់មកផ្ទះវិញតាក់មកសងសងាត់ធ្វើឲ្យគេអត់មិនអាណិតកូនស្រីរបស់ចៅម្នាក់នេះមិនបានបើការងារនេះជោគជ័យលោកប្រុសនិងអ្នកនាងនឹងបានរស់នៅជួបជុំគ្នាការងាររបស់លោកប៉ាយ៉ាងម៉េចដែរហើយអ៊ីនឆងចេះតែសួរដេញដោលដូចជាការសន្ទនាទូទៅគឺកំពុងតែចរចាគ្នាប្រហែលជាអ៊ំសូននិយាយមិនទាន់ចប់ហងក៏ទៅភ្ញាក់នឹងសំឡេងផោងផាំងដាំលឺនៅត្រង់ទ្វារបន្ទាប់មកទ្វារក៏ទៅបានកញ្ចក់បើកយ៉ាងខ្លាំងរកជាមួយនឹងសំឡេងខ្សែរបស់អ៊ីនឆងភៀងអ៊ំសូនប្រញាប់ទាញអ៊ីនឆងឲ្យមកឈរនៅក្រៅខ្នងរបស់គេហើយទៅដាំងដៃដើម្បីការពារកូនស្រីចវាយចាំមិនឲ្យអ៊ំបារម្ភមេធំ3នាក់ស្ទុះចូលមកក្នុងបន្ទប់ខ្សែសួរទៅអ៊ំសូនដូចជាស្គាល់គ្នាយូរមកហើយចាំមិនហើយសូសំឡេងមួយទៀតដែលស្ដាប់មកទៅមានអំណាចមកលឺឡើងចេញពីមាត់ទ្វារធ្វើឲ្យអ៊ំសូងាកមើលទៅប្រភពសំឡេងភ្លាមអ៊ីនឆងមិនដឹងថាមានអ្វីកើតឡើងទេនាងតោងក្នុងរបស់អ៊ំសូជាប់ដោយការភ័យខ្លាចបន្តិចក្រោយមកនាងក៏អានមកមើលម្ចាស់សំឡេងដែលដើរចូលមកលោកនាងយ៉ាងចិត្តត្រជាលោកយ៉ុងហ៊ីអ៊ំសូឲ្យឈ្មោះនេះយ៉ាងរដាស់រដុំផ្នែករបស់គេមើលទៅអ្នកដែលឈ្មោះយ៉ុងហ៊ីដោយការប្រយ័ត្នប្រយែងម្ចាស់ឈ្មោះដើរមកឈប់នៅចំពោះមុខដោយកម្ពស់ដែលខ្ពស់ជាងអ៊ំសូខ្លាំងធ្វើឲ្យគាត់ទៅងើយមុខមើលយ៉ុងហ៊ីមានកែវភ្នែកខ្មៅក្រឹមប្រៀបបាននឹងសត្វកំណាញ់ចិញ្ចាំក្រាស់ចំោះស្រួយដែលពេលនេះបបោមាត់របស់គេកំពុងតែរញឹមក្នុងភាពជាអ្នកឈ្នះផ្ទៃមុខដ៏ស្រស់ស្អាតផ្អៀងមើលទៅអ៊ីនឆងដែលអាចមកចេញមកចំហៀងខ្លួនរបស់អ៊ំសុងគេរញឹមតិចនៅពេលដែលអ៊ីនឆងម្នីពួននៅក្រៅខ្នងរបស់អ៊ំសុកភ្លាមកពស់របស់គេធ្វើឲ្យមើលទៅឃើញអ៊ីនឆងដែលត្រលខ្លួននៅក្រៅខ្នងរបស់អ៊ំសុកបានយ៉ាងច្បាស់សោះពេលដែលអ៊ំសុកត្រង់ដៃការពីនាងតាក់មុខរបស់ឯងបញ្ជាក់ថាឯងមិនសប្បាយចិត្តទេដែលបានឃើញខ្ញុំអ្នកប្រុសយ៉ុងហ៊ីខ្ញុំថាពួកយើងទៅនិយាយគ្នានៅខាងក្រៅលោដែរទេខ្ញុំត្រូវការនិយាយជាមួយចៅវាយរបស់ឯងសំឡេងនិយាយខ្លាំងរបស់យ៉ុងហ៊ីធ្វើឲ្យអ៊ីនឆងភ្ញាក់ចៅវាយកុំខាត់ពេលទៀតអីបរោះរូបរាងមកម្នាក់នៅក្នុងចំណោម3នាក់បញ្ចេញជាបឬក៏ប្រងដើរចូលទៅរកអ៊ំសុងសម្លឹងមើលទៅរបស់ដែលស្ទៀតនៅនឹងចង្កេះរបស់បរោះម្នាក់នោះធ្វើឲ្យគាត់ត្រជាក់ខ្លួនស្រែមចំពោះជីវិតរបស់គាត់ក៏មិនខ្លាចនឹងញើសនឹងបាត់បង់ឡើយព្រោះជីវិតរបស់គាត់បានប្រគល់ឲ្យចៅវាយនេះអ្នកដែលបានផ្ដល់ជីវិតថ្មីដល់គាត់កាលពី20ឆ្នាំមុនម្លេះពេលនេះគាត់ខ្វល់ពីសុវត្ថិភាពរបស់អ៊ីនឆងលើសពីអ្វីទាំងអស់គាត់ត្រូវតែការពីនាងឲ្យមានសុវត្ថិភាពទោះបីជាទៅបដូរជីវិតដល់វិធីណាក៏ដោយការអត់ធ្មត់របស់ខ្ញុំមានកំណត់ហាក់នេះឆាប់ប្រាប់មកថាចៅវាយរបស់ឯងនៅឯណាហើយនឹងរបស់នោះផងដែរទោះបីជាយ៉ុងហ៊ីនិយាយដល់សម្លេងស្មើជាងតាក់មុខក៏ដោយប៉ុន្តែពេលសម្ដីរបស់គេបង្កប់ទៅដោយអំណាចដែលអ៊ំសូកដឹងច្បាស់ពីកតញ្ញូរបស់គេខ្ញុំពិតជាមិនដឹងពិតមែនលោកយ៉ុងហ៊ីតាំងពីថ្ងៃនោះមកចៅវាយខ្ញុំក៏មិនតាក់ទងមកទៀតសោះខ្ញុំមិនដឹងថាគាត់នៅទីណាទេទ
ទោះបីជាអ៊ីនឆងមិនយល់អំពីដំណើរដើមទងប៉ុន្តែនាងអាចទាយដឹងថាបរិសសង្ហាពាក់អាវតម្លៃថ្លៃនេះចង់ជួបប៉ារបស់នាងប៉ុន្តែនាងនៅតែមិនយល់ហេតុអ្វីក៏អ៊ំសូកចាំបាច់កុហកបើនាងទៅតែនិយាយទូរស័ព្ទជាមួយនឹងប៉ានាងកាលពីប្រហែលនាទីមុននេះសោះប៉ុន្តែនាងនៅស្ងៀមឈរចាំស្ដាំបេះដូងរបស់នាងលោតកាន់តែញាប់ជាងមុននៅពេលចៃដនសម្លឹងទៅចំមាត់របស់យងហ៊ីដែលងាកមកមើលនាងល្មមអញ្ចឹងក៏បានខ្ញុំប្រហែលជាមិនសួរឯងទេអ៊ំសូកមិនយល់ពីពាក្យសម្ដីរបស់យងហ៊ីប៉ុន្តែមិនយល់ប្រមាណគេក៏យល់នៅពេលបរោះមិត្តធំពីរអ្នកទៀតទាញដៃគេទាំងសងខាងរួចអស់ទៅខ្ទប់នឹងជញ្ជាំងអ៊ំពួកឯងចង់ធ្វើអីហ្នឹងអ៊ីនឆងស្រែកនៅពេលអ៊ំប្រុសដែលនាងគោរពស្រឡាញ់ទៅយ៉ាងធ្ងន់ពីបរោះដែលនាងមិនស្គាល់មុខអ៊ីនឆងដែលស្ងាត់ជាយូរមកហើយងាកមកមើលមុខរបស់យងហ៊ីទាំងខ្លាចញញឿនទោះបីជាខំលាក់ការភ័យខ្លាចប៉ុណ្ណាក៏យងហ៊ីចាប់ថ្នាក់សម្ដីរបស់នាងដែលបន្លឺចេញមកបានដែរគេដើរចូលមករកហើយសម្លឹងមើលមុខរបស់នាងយងហ៊ីមានតែការផន់ភាំងនឹងផ្ទៃមុខដ៏ស្រស់ស្អាតទោះបីជាពេលនេះកំពុងតែសស្លេកដោយសារតែភ័យក៏ដោយក៏មកទៅនៅតែស្អាតវាគឺជាសម្រស់មួយដែលគួរឲ្យឆ្លុះបង្វែងតាក់ទាញចង់ឲ្យអោបក្រសោបដើម្បីលួងឲ្យបាត់ភ័យព្រមទាំងតាក់ទាញឲ្យចង់ថាបបោមាត់ដ៏ស្រស់ស្អាតនោះផងដែរនាងជ្រមុកនេះមើលទៅធំពេញរូបពីរាងហើយស្អាតជាងនៅក្នុងរូបថតដែលខ្ញុំបានឃើញមុននេះរាប់សិបដងរូបរាងដែរទលុកទលុនសំរុកសំរៀងនេះក៏ដូចគ្នាបើសិនជាបាននៅក្នុងរង្វង់ដៃរបស់ខ្ញុំវិញប្រហែលជាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមិនអន់ទេយងហ៊ីគិតនៅក្នុងចិនដោយក៏រញ៉ាំចេញមកប្រហែលជាទីមិនខុសទីប្រហែលជាអ្នកនាងអ៊ីនឆងកូនស្រីស្អាតរបស់លោកគឹមយកបាក់ហើយយងហ៊ីដើរវាមកក្រៅក្នុងរបស់អ៊ីនឆងរួចអោនមុខចុះដោយមានចេតនាឲ្យចំមល់របស់គេប៉ះនឹងថ្ពាល់ផុសផុសរបស់នាងអ៊ំសូខំរើឲ្យរួចផុតពីការចាត់របស់បដមិត្តធំទាំងពីរប៉ុន្តែគេដូចជាមើលស្រាបរិសុទ្ធទាំងពីរនោះពេកហើយទោះបីជាយងហ៊ីមានអាយុទើបតែ40ឆ្នាំប៉ុន្តែបទពិសោធន៍ជីវិតដែលគេបានទទួលមកបើរៀនឲ្យគេចេះហ្មត់ចត់មិនមើលស្រាបព្រោះបើសិនជាគេឈានខុសតែមួយចំហៀននោះជីវិតនៅក្នុងសង្គមងងឹតរបស់គេប្រកាសជាមិនបន្តបានដល់សប្តាហ៍ថ្ងៃនោះទេលោកយងហ៊ីតែនាងខ្ញុំមិនពាក់ព័ន្ធអីទេនាងមិនដឹងអ្វីទេខ្ញុំសូមអង្វរកូនរវល់នឹងនាងអីយងហ៊ីមិនខ្វល់ពីពាក្យសម្ដីរបស់អ៊ំសូននោះទេគេបង្រួមភ្នែកមើលទៅនាងតាមពីក្បាលដល់ចុងជើងហើយគេក៏ធ្វើនៅអ្វីដែលគ្មានអ្នកណាគិតស្មានដល់ដៃដល់រឹងមាត់របស់គេក៏សោបអោបនាងភ្លាមប្រាប់ហើយទេតើថាខ្ញុំមិននិយាយជាមួយឯងទេនេះលោកលែងខ្ញុំទៅអ៊ីនឆងនិយាយរដាស់រដុំប៉ុន្តែមិនតនិយាយចប់ប្រយោគផងបបោមាត់របស់នាងក៏ទៅបានបិទដោយបបោមាត់របស់ចុងហ៊ីនាងខំបញ្ចេញសម្លេងប្រកែកតវ៉ានៅក្នុងបំពង់កូនព្យាយាមងាកមុខកិច្ចពីការញាំញីបបោមាត់ដៃទាំងពីរលើកឡើងដើម្បីរុញទ្រុងដែលរឹងដូចថ្មឲ្យចេញឆ្ងាយពីខ្លួនបន្តិចក្រោយមកនាងក៏បដូរមកជាគូដុំខ្នងរបស់គេប៉ុន្តែវាមិនញ័រដល់ចុងហ៊ីអីបន្តិចឡើងកណ្ដាលហេតុការណ៍ដែលគ្មាននរណានឹកស្មានដល់ការភ្នែកទាំង4គូមើលមកដោយស្រឡាំងកាំងប៉ុន្តែការភ្នែកនីមួយៗបង្ហាញនៃខុសៗគ្នាបរិះពីរអ្នកដែលក្រៀកដៃអ៊ំសូកងាកមើលមុខគ្នាហើយរញឹមហាក់ដូចជានិយាយថាច្រណែនចៅវាយដល់ហើយគេក៏បន្ថែមកម្លាំងរឹតដៃរបស់អ៊ំសូកឲ្យកាន់តណែនខ្លាំងឡើងថែមទៀតនៅពេលអ៊ំសូករើខ្លាំងជាងមុនចំណែកឯឆាគីគេមើលទៅចៅវាយរបស់គេដោយការឆ្ងល់ប៉ុន្តែនៅពេលមើលទៅនារីដែលនៅក្នុងរង្វង់ដៃរបស់ចៅវាយហើយគេក៏ខំលាក់ស្នាមរញឹមហើយធ្វើជាមើលចេញទៅក្រៅបង្អួយឃើញមិនមាត់តែពូកែឈឺរកាសដែរទេតាឆាគីគិតនៅក្នុងចិនអ្នកប្រុសយងហ៊ីតោះលេរនាងខ្ញុំទៅលេងយើងអ៊ំសូខំរើបអំរាសសង្ឃឹមថានឹងបានរួចខ្លួនបានទៅជួយអ្នកនាងរបស់គេឲ្យផុតពីទង្វើដ៏ស្មោកគ្រោះរបស់យងហ៊ីប៉ុន្តែគេបាយជាទៅឆាគីតតត្រង់កលាក់ជើងខាងក្រោមធ្វើឲ្យទន់ជង្គង់ដួលទៅលើដីបណ្ដាឲ្យកម្ដៅសង្កត់មានកាន់តែខ្លាំងឡើងរហូតកម្ដៅខ្លួនលែងរួយយងហ៊ីដកមាត់ចេញដោយការសោកស្ដាយប៉ុន្តែនៅតែអោបរត់ខ្លួនរបស់នាងជាប់នឹងទ្រូងគីនៅពេលមាត់របស់អ៊ីនឆងមានសេរីភាពហើយបាតដៃរបស់នាងក៏ទះទៅលើមុខរបស់គេទោះបីកម្លាំងនាងមានមិនច្រើនប៉ុន្តែក៏ល្មមធ្វើឲ្យបរិយាកាសកាន់តែអាប់អួរដែរភាពស្ងប់ស្ងាត់កើតមានឡើងអ៊ីនឆងផ្ទាល់ក៏ភ័យបន្តិចដែរនឹងទង្វើរបស់ខ្លួននាងយកដៃបិទមាត់មើលទៅមាត់របស់ចុងហ៊ីដែលងាកមកវិញការផ្លែតរបស់គេមើលទៅគួរឲ្យខ្លាចគេទាញដៃនឹងចេញពីមាត់របស់នាងហ៊ានណាស់នោះស្អាតហ៊ានតែកំភ្លៀខ្ញុំផងលោកធ្វើបាបខ្ញុំមុនទៅតា
អ៊ីនឆងយំមាត់ទោះបីជាខ្លាចតែនាងក៏ត្រូវការពារខ្លួនឯងដែរអ្នកប្រុសយងហ៊ីលោកធ្វើបែបនេះមិនមែនជាគុណប្រុសទេដល់លេនាងខ្ញុំសិនទៅហើយបើយើងមកចូលចាក់គ្នាសាជាថ្មីអ៊ំសូចាប់ដើមប្រាថតទៅជានៅពេលដឹងច្បាស់ថាខ្លួនចាញ់ទៀមការផ្នែករបស់យងហ៊ីមើលទៅបបោមាត់ក្រហមព្រឿងដែលរៀងប៉ោងជាងមុនដោយសារតែស្នាដៃរបស់គេផ្លែត្រង់គេមិនខឹងនឹងទង្វើរបស់នាងសូម្បីតែបន្តិចគេបាច់ជាមានអារម្មណ៍ចង់យកឈ្នះដោយការចាប់នាងបឺម្ដងទៀតគ្រាន់តែគិតសោះបេះដូងរបស់គេលូតញាប់ទៅហើយដូចជាយឺតពេលបន្តិចហើយសុខដែលនាងរបស់ឯងសំនឹងទទួលមេរៀនខ្លះនិយាយរួចគេក៏ឈ្មោះច្រមុះទៅត្រង់កលៀតកោរបស់នាងហើយប្រាមកឈ្មោះដោយមិនខ្វល់ពីការរើបំរើរបស់នាងទៅក៏ខំពេញឡើងសាច់កដ៏សរបស់នាងមានស្នាមក្រហមមុខរបស់យងហ៊ីនៅតែឈ្មោះរកក្លិនក្រអូបពីកន្លាក់ករបស់នាងហើយក៏ចង់មកដល់បរិវេណដើមទ្រូងដែលផុតផុកឡើងចុះដោយសារតែប្រឹងទូកុំឲ្យយំបានហើយអ្នកប្រុសយងហ៊ីឈប់ទុំនឹងទៅបានហើយអ៊ំសុកទប់លេងបានក៏ស្ទុះចេញមកលោកចង់ចាំមិនគាត់និយាយមកតែសុំម្យ៉ាងដល់លេងអ្នកនាងខ្ញុំទៅគាត់រវល់នឹងនាងអីយងហ៊ីបញ្ឈប់ទង្វើរបស់ខ្លួនគេលេងអ៊ីនឆងប៉ុន្តែការភ្នែករបស់គេនៅតែសម្លឹងមើលនាងនៅឡើយខ្ញុំត្រូវការរបស់ដែលជារបស់ខ្ញុំមកវិញយងហ៊ីឆ្លើយដល់សំឡេងសក់ក៏ក្រខ្ញុំសុំពេលបន្តិចសិនព្រោះពេលនេះខ្ញុំមិនដឹងពិតមែនថាចង្វាយរបស់ខ្ញុំនៅទីណាកុហកសំឡេងរបស់ឆាគីលាន់ឡើងឬក៏កន្ត្រាក់ក៏អារបស់សងគិតអញ្ចេះចុះខ្ញុំទុកពេលឲ្យឯង5ថ្ងៃឲ្យចង្វាយរបស់ឯងយករបស់មកឲ្យយើងវិញបើសិនជាមិនបានទេកូនស្រីស្អាតរបស់គេនឹងត្រូវប៉ះប៉ូវនៅអ្វីដែលប៉ារបស់នាងធ្វើយងហ៊ីនិយាយសង្កត់ប្រយោគនៅឃ្លាចុងក្រោយជាពិសេសអ៊ំសូកស្លេកមកព្រោះដឹងច្បាស់ពីអត្តន័យដែលអ្នកនាងរបស់គេត្រូវប៉ះប៉ូវនោះគឺជាអ្វីទេមិនបានទេដល់លេងនាងទៅលេងនិយាយមិនតាន់ចប់ប្រយោគផងក៏ដាប់ដៃដល់ធ្ងន់របស់ឆាគីកោដាចង់ធ្គារបស់បរិវ័យចំណាឡើងដួលទៅដីអ៊ីនឆងឃើញបែបនេះនាងក៏បញ្ញាទៅជួយប៉ុន្តែដាមិនតាន់បានពីចំហៀនផងខ្លួនរបស់នាងក៏វល់ចូលមកក្នុងរង្វង់ដៃរបស់យងហ៊ីសាជាថ្មីម្ដងទៀតអ៊ំសងលេងខ្ញុំមនុស្សកំសាធ្វើបាបមនុស្សចាស់ទុនខ្សោយអ៊ីនឆងជួយយាមលើបំរាស់ឲ្យរបត់ផុតពីដៃរបស់យងហ៊ីប៉ុន្តែនាងទៅហត់អត់អំពើសំឡេងសោតរបស់យងហ៊ីធ្វើឲ្យនាងឈុំព្រោះគិតថាទោះជាខំរើក៏គ្មានប្រយោជន៍ដែរអ៊ំសោតរបស់នាងនឹងឬជាមនុស្សចាស់ទុនខ្សោយអតីតអ្នកលេងធំនៅមានពឹសពេញខ្លួនទេអ៊ីនឆងជ្រូនចិញ្ចាមនាងមើលទៅកាន់អ៊ំសោកដែលក្រោកឡើងឈរពើងទ្រូងហាក់ដូចជាបាត់ឈឺហើយនៅមិនបញ្ចេញអាការៈឈឺចាប់ស្បែកតែបន្តិចឃើញទេគេក្រោកឈរបានធ្វើអីបើគេជាមនុស្សចាស់ដូចដែលនាងនិយាយមែនគេប្រកាសជាទៅដេកជួសដុំហត់តាបបទៅហើយពួកយើងនិយាយធុរៈនឹងគ្នាវិញល្អជាងខ្ញុំសុំពេល7ថ្ងៃអ៊ំសូនិយាយមើលមុខចុងហ៊ីដោយការស្ទាបស្ទុំ5ថ្ងៃពាក្យសម្ដីដាច់ណាត់និងតាក់មុខសុកអង្គើយធ្វើឲ្យអ៊ំសូត្រូវងាកមើលទៅអ៊ីនឆងដែលឈរនៅក្នុងរង្វង់ដៃរបស់ចុងហ៊ីខ្ញុំនឹងព្យាយាមក្នុងអំឡុងពេលនេះអ្នកនេះរបស់ឯងនៅមានសុវត្ថិភាពនាងនឹងនៅជាមួយខ្ញុំលោកត្រូវសន្យាឯងក៏ដឹងហើយតើពាក្យសម្ដីរបស់ខ្ញុំទេដូចជាសន្យាទៅហើយអ៊ំសូយកច្បាស់យងហ៊ីគឺជាមនុស្សច្បាស់លាស់នឹងពាក្យសម្ដីចាត់ទុកថាជាអ្នកលេបម្នាក់មិនមែនជាពួកម៉ាហ្វៀដែលគេធ្លាប់ឃើញនឹងជួបប្រទះកន្លងមកគេអាចទុកចិត្តបរិបម្នាក់នេះបានអ្នកនាងទៅជាមួយលោកយងហ៊ីសុនទៅចាំខ្ញុំទទួលអ៊ំសូនិយាយបន្ទាប់ពីដើរមកឈប់នៅចំពោះមុខនាងយ៉ាងម៉េចណាខ្ញុំមិនយល់សោះលោកប៉ាធ្វើអីមែនទេអ៊ំសូងាកមើលទៅយងហ៊ីហាក់ដូចជាចង់សុំអ្វីម្យ៉ាងយងហ៊ីយកចិត្តគាត់អាចមើលដឹងថានារីម្នាក់នេះស្អាតបរិសុទ្ធមិនដឹងអ្វីគ្មានល្បិចកលមិនដូចជាពុតរបស់នាងទេចៃដនពួកយើងចូលចាំមកជំនួយគ្នាមិនចោះសម្រងប៉ុន្តែលោកប្រុសគង់តែរកផ្លូវចេញបានទីក៏ប៉ុន្តែអ្នកនាងជឿខ្ញុំចោះធានាថាគ្រប់យ៉ាងនឹងរៀបរយប៉ុន្តែខ្ញុំពេលនេះអ្នកនាងទៅជាមួយគេសិនទៅខ្ញុំសន្យាថានឹងមកទទួលអ្នកនាងមិនខានទីអ៊ំសោកតែស្មារតីរបស់នារីដែលនៅក្នុងរង្វង់ដៃរបស់យងហ៊ីមិនដាអាងពេលសម្ដីរបស់ខ្លួនមិនដាអ៊ីនឆងមើលមុខអ៊ំសោកវិញការផ្នែកមួយគូនេះមានតែភាពស្មោះស្ម័គ្រលួងលោមនិងផ្ដល់កម្លាំងចិត្តដល់នាងរហូតមកប៉ុន្តែពេលនេះនាងចង់បានលើសពីនេះដំណត់តាក់ភ្នែកសក់ហូរចេញពីកែវភ្នែកអ៊ំសោកឆងដៃប្រដងនឹងជូតតាក់ភ្នែកឲ្យអ៊ីនឆងដូចដែលធ្លាប់ធ្វើកន្លងមកប៉ុន្តែយងហ៊ីបែរជាទាញខ្លួននាងថយឆ្ងាយបដិមិត្តធំម្នាក់ក្នុងចំណោម3នាក់ហើយទូរស័ព្ទឲ្យអ៊ំសោក
រលឹកនៅពេលដែលខ្ញុំទេទៅសង្ឃឹមថានឹងបានទទួលសម្លដែលគួរជាទីពេញចិត្តពេលរបស់ឯងនៅសល់មិនច្រើនទេសុខចុងហ៊ីនិយាយតែប៉ុណ្ណឹងក៏អ៊ីនឆោដើរតាមចេញទៅក្រៅអំសោកមកទៅឡានម៉ាល្បីដែលបើកចេញទៅយ៉ាងលឿនឬក៏លោកយកទូរស័ព្ទចេញមកចុចលេខដែលចង់ទេលោកប្រុសកាត់រឿងហើយខ្ញុំសុំទៅផងដែលនាងទៅយកហ៊ីចាប់យកទៅបាត់ហើយបាទឲ្យខ្ញុំទៅលួចយកអ្នកនាងមកវិញល្អទេប៉ុន្តែខ្ញុំព្រួយបារម្ភពីអ្នកនាងបាទចាំខ្ញុំទៅរកលោកប្រុស